ជីវិតរស់នៅរបស់យើងត្រូវប្រាប់ខ្លួនឯងថារស់គឺត្រូវតែប្រឹងដើម្បីឲ្យខ្លួនឯងផ្លាស់ប្ដូរប្រឹងដើម្បីឲ្យខ្លួនឯងនឹងទៅមុខអ្នកមិនចាំបាច់ទៅបញ្យល់ប្រាប់អ្នកដតីពីការលំបាករបស់យើងទេវាគ្មានតម្លៃអីតតែសោះគេអត់ខ្វល់ពីការលំបាករបស់យើងទេគេខ្វល់តែម្យ៉ាងប៉ុណ្ណោះគឺលទ្ធផលរបស់យើងបានលទ្ធផលអីខ្លះអ្នកត្រូវចាំថាបើយើងគ្មានលទ្ធផលគ្មានអ្នកណាមកខ្វាយខ្វល់ជាមួយជីវិតរបស់យើងនៅពេលដែលយើងខិតខំប្រឹងប្រែងពេលខ្លះបិទតិចបានបិទតិចខ្លះទៅអ្នកខ្លះមិនឃើញពីការលំបាករបស់យើងទេគេឃើញតែពីកំហុសរបស់យើងប៉ុណ្ណោះរិះគន់ជន់បលិចសំដីនិយាយមកធ្វើម៉េចឲ្យតែយើងឈឺចាប់ទៅមុខមិនដឹងហើយបើយើងនៅតែបើកតិចស្ដាប់គ្រប់រឿងច្រើនពេកខ្ញុំជឿថាបងប្អូនទៅមុខអត់រួចទេរឿងណាគួរស្ដាប់ចាំស្ដាប់រឿងណាដែលគិតថាសម្រាមណាកុំស្ពាយតាមខ្លួនច្រើនពេកធ្ងន់ណាស់